ស្ដីបងប្អូនអរគ្នាថ្ងៃនេះចង់ចែកម្លែកពីការដាក់ជីកស៊ូហើយកស៊ូឥឡូវនេះយើងទើបតែដាំបានប្រហែលជាមួយខែជាងហើយអញ្ចឹងដោយសារនៅទីនេះគឺដីហ្នឹងវាគ្រោះច្រើនដីហ្នឹងមានសភាពគ្រោះច្រើនអញ្ចឹងសារធាតុចិញ្ចឹមវាអត់សូវមានទេដូច្នេះយើងត្រូវការបំពន់ដើម្បីឲ្យមានការធំលូតលាស់ជាប្រចាំណាហើយម្យ៉ាងទៀតដីរបស់ដីដែលយើងដាំនេះវានៅក្នុងដើមឈើក្រោមដើមឈើដ៏ធំមួយទៀតអញ្ចឹងមានន័យថាគឺនៅក្រោមម្លប់ដូច្នេះការលូតលាស់របស់វាគឺมันអាចទទួលពន្លឺគ្រប់គ្រាន់ពីព្រះអាទិត្យបានទេដូច្នេះការធ្វើរស្មីសំយោគគឺធ្វើឲ្យដំណាំរបស់យើងហ្នឹងមិនសូវបានលូតលាស់ល្អមិនដូចដំណាំដែលយើងត្រូវពន្លឺគ្រប់គ្រាន់នោះទេអញ្ចឹងបងប្អូនអាចមើលជុំវិញនេះបានគឺជាដំណាំកៅស៊ូដែលយើងបានដាំមួយឆ្នាំកន្លងមកហើយប៉ុន្តែដោយសារតែរដូវឆ្នាំមុននោះគឺភ្លៀងអត់មានអញ្ចឹងធ្វើឲ្យងាប់យ៉ាងច្រើនគឺជាង 90% ឯណោះអញ្ចឹងនៅសល់តែម្ដើមដូចដែលបានឃើញអញ្ចឹងគឺជាការដាំឆ្នាំមុនណាហើយឆ្នាំនេះទើបតែដាំសាថ្មី